important, okay? Teacher tell you about what today? Topic. Using AI. So ChatGPT, Gemini ឬក៏ Cloud ជើប្រាប់3ហ្នឹងឯតាឥឡូវឈើសាកប្រើ ChatGPT ឲ្យអូនមើលមួយ Who have phone raise your hand Who have iPad Who have laptop You said you have laptop Who have laptop And now I use laptop for you to see okay តាឥឡូវឈើប្រាប់អូន technique មួយចំនួន to use yeah AI which is a chat GPT របៀបអូនប្រើមាន1លានប្រើឥឡូវកំណត់នៃ keyword ណាស្គាល់ keyword អត់ keyword ដើម្បីប្រើដើម្បីឲ្យគេ generate ភាសាអង់គ្លេសនឹងមកទៅតាមកម្រិតរបស់អូនឥឡូវអង់គ្លេសរបស់អូនគឺត្រឹម A3 យើងដាក់មក English level 14 A3 ឥឡូវណាចង់ប្រើវាធ្វើអី Please generate ឬក៏ write me a writing about obligation អនឡាញប្រកាសទៅជាចេះទៅសេតែច្រើនអូនទៅសេណាឥឡូវគាត់ឈើប្រាប់ឲ្យអូន generate brainstorm ស្គាល់ brainstorm អត់ចំណុចមុនការទៅសេ writing គេទៅដុតដាវមួយដល់ចំណុចទី1ដែលចង់និយាយពីអីចំណុចទី2ចង់និយាយពីអីឥឡូវយើងអត់ដឹងថាចំណុចស្អីគេខ្លះឥឡូវ topic ច្រើននិយាយពី obligation in my family and community What is communityមើងងាយគ្រូណាគ្រូខំបរៀនអូនប៉ុណ្ណឹងហើយអូនណៃនៅលេខ XO អីតា Robert what did I tell you about Tell me one thing What did I say យូចេះប្រើ AI ណាតែប្រើ AI generate ចេញមកយ៉ាត់ខុសអំពើរបស់ច្រើនមិនទៅគ្រូឲ្យណៃស្លកូរ៉េណៃចេញស្លមជូរញ៉ាំបានអត់បានតែឆ្លើយចិត្តស្លមជូរឯងThis one ដំបូងបំផុត English level 14 គឺត្រឹម A1 A2 A3 Okay Hi generate on ឬក៏ write me I say write Please write me a brainstorming about obligation about one topic ចេះច្រើនមកដាក់គ្នាបចឹងមកតោះមកវាចេញ brainstorm ហើយដំណាក់កាលទី1 teacher want you to generate about what ទី1ឈើចង់អូនចេះ wait I want you to know about brainstorm you know brainstorm ពេលអូនចេះ brainstorm ចឹងហើយអូន just what it read for me យល់នៅអូនចេះបែងចែកអូនឯងមិនអង្គុយគិតក៏បានតែខក generate ចឹងមកបើប្រើ Google ទេតាទី1និយាយពី meaning វាទី2នេះ obligation in my family helping parent ឃើញអត់មកចំណុច study hard ហើយទី2ទី3គេ family member ស្អីអូយខែ wait កុំព្យូទ័រចូលទៅកាដូកុំហ្មងHello AI អូខេវាចេញមកហើយតា this one Hello បងសំឡាញ់ Are you here តា Hello Kim Hap Do you hear Okay and then being responsible អីចឹងមកតមក obligation in my community អើយលោកឲ្យកូនសំឡាញ់អើយMaybe I zoom ទៅវាអត់ត្រូវការតាពេលបាត់មកឥឡូវបាត់ធ្វើម៉េចឃើញ skip to content ឃើញវាចេញមកច្រើនអត់អានេះ obligation in my family បើណៃធ្វើ topic ពី family និយាយតែប៉ុណ្្នឹងមកនេះហើយបែងចែកគ្នាមកគ្នាប៉ុន្មានអ្នកអត់ថត4នាក់អូនណៃធ្វើ introduction គ្រូប្រាប់ថាម៉េចធ្វើម៉េចចេញ introduction talk about what
cho mà thằng lưng lấy mong bờ lại trên tay lấy talk about what introduction mình kêu bring nó cha mà nè mơ mê riêng rồi này nhé talk introduction talk about what tí mũi introduce yourself my topic is okay tí pi about what summarize all main point មានន័យថាម៉េចយកតែចំណុចគោធំៗហ្នឹងណាចំណុចគោធំៗក្នុង AI មិនអីគេ clean the house ឯចំណុចធំអត់តើចំណុចធំបើ application មានគេខ្លះ helping parent studying hard what does responsible mean ដើរលេងផឹកស្រាជួគ្រឿងញៀន responsible ធ្វើម៉េច responsible បើយកហ្នឹងក៏បានដែរឥឡូវឈឹកកាត់ responsible ហ្នឹងចោលយកទៅ3នេះអញ្ចឹងចំណុចធំបើ3នេះអីគេចឹងមួយអីគេខ្លះសម្រាយនឹងមកធូសម្រាយនឹងមក3សម្រាយនឹងមកហងហៅ introduction ទី1ធ្វើអីគេ introduce yourself ទី2សម្រាយ main point ហើយអាចចំណុចហ្នឹង where can you find it ចប់បាត់គ្រូខំបរៀនហៅគ្រូ AI ចំណុចហ្នឹង where yeah study resource រៀនបន្ថែមរបៀបនៃការសរសេរនេះហើយ conclusion នៅណានេះ in my conclusion topic ឈ្មោះអីមានប៉ុន្មាន point talk about what ហើយទី2និយាយពី feeling we feel so blah 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 តោះមកយើង summarize point មកចំណុចមួយទី3ហើយ feeling យល់នៅតែសួរទៀតឥឡូវឃើញចេញវាចេញ brainstorm មកអត់ហើយចំណុចទី2និយាយពី brainstorm ហើយយើងចង់ convert brainstorm ហ្នឹងមកទៅជាអីគេចេញជា slide ហ្មងណោះ yes writing please write me an essay about obligation in my family with នេះអត់មានទេឈើហនកាត់តាពោះ screen វានៅក្រោមនេះ with the brainstorm above you know brainstorm above ចំណុចខាងលើ English level is A314 teen អីគេ teenagers you know teenager មនុស្សចំណាស់មនុស្សជំទង់មនុស្សយុវវ័យ click មកតើឈើមកផ្លែឈើដឹងថាអូនឯង copy តែនេះគ្រាន់តែអូនរបៀបនៃការធ្វើចំណុចអូនឯងណាមើលហើយរៀនសរសេរខ្លួនឯងយល់អត់ឥឡូវឈើប្រាប់ចំណុចទី2ឯគេមិញទី1និយាយពីអី using AI today chat GPT ចំណុចទី1គេ yeah generate a brainstorm ចំណុចទី2 no generate a essay ឬក៏ paragraph ហើយប្រាប់គេហោថា paragraph ចង់និយាយពីអីមិនឈប់ប្រាប់ថាម៉េច talk about what obligation ឬក៏យើងនិយាយថាឥឡូវ paragraph about write me a paragraph about ចំណុចរបស់យើងមួយមកokay study hard ឬក៏ school write paragraph about study hard ចាំមកចេញ paragraph មក study hard is one of my important application work very hard to become education តែខឈើមើលមកផ្លែឈើដឹងថាអូនឯង copy AI អញ្ចឹងណែកុំបន្លំគ្រូ I know អញ្ចឹងអានហើយទៅសេខ្លួនឯងហើយស្ភើកំណែហើយចេះទៅស្ភើកំណែយកទៅធ្វើមិនច្រឡងអញ្ចឹងទាំងអស់មិនមែនធ្វើដូចរៀនខ្មែរមិនមែនឲ្យរៀនចប់ឯណាឥឡូវរៀនចេះអត់ធ្វើម៉េចប្រើប្រាស់សម្ភើកំណែបាន
យកមកធ្វើលំហាត់ខ្លួនឯងហើយមើលសភៅកំណែមើលធ្វើបើអ្នកធ្វើតែណែរៀន$300-400ហ្នឹងគឺចោលហើយតោះ generate me ដល់ទី3ឆើនិយាយពីcorrect grammar mistake តែគេ correct grammar mistake ហ្នឹង yeah our grammar ឧទាហរណ៍ឥឡូវឆើ copy របស់អូននេះមួយណានេះអូខេ Hello my team name group 2 we have 3 members they are name ចេញមកខុស please យើងគ្រាន់តែ copy ប៉ុណ្ណឹងវា correct ឲ្យយើងតែឆើនិយាយពីរបៀបនៃការសរសេរឃើញមើលឃើញតោះស្ដាប់សំឡេងគ្រូមកតោះ please correct my grammar mistake នេះឆើនិយាយថាម៉េច please correct my grammar mistake តោះមកឆើដាក់ចឹងមកវា copy មកនេះ hello my team name is group 2 and we have group 3 ខុសគ្នាមិននេះខុសគ្នាអត់ឥឡូវខុសអីគេ hello my name team 2 នឹងខុសឡើយណា my team name is and we have 3 member ឃើញក្បៀសមួយ we have 3 member ចុចឡើយនេះមានចុចអត់ and they are name នឹងជាមនុស្សមិនមែនមិនថា they are ហ្នឹង and their name their នឹងជាអី what kind of adjective possessive or subject pronoun possessive or subject pronoun អត់ចេះទៀតសួរ what is there នេះឃើញទេ there is possessive adjective ឃើញទេសំភៅកំណែ free អ្នកគេមាន account Gmail ខ្លះហ៊ានបង្កើតព្រោះអានេះឈើប្រើមួយ Gmail free ឯងឥឡូវឈើ log out ឲ្យមើលនេះនៅក្រោមនេះណៃមើលឃើញតោះឈើ log out របស់ឈើ account Gmail ឈើស្មុកប៊ុនឆេងចាំ password ហងណាបើណៃអត់មានប្រើ Gmail ណៃបង្កើតមួយ Facebook កើតដែរហ៊ានបង្កើតមកឃើញអត់ដែរចូលមកដំបូងឃើញមានអញ្ចឹង log in sign up និយាយ hello my name is Kim San ប្រើបានទៅ10 chat ក៏អស់ហើយ please tell me about their as in grammar វាសួរថាអីគេ they refer to what person អីហ្នឹង as in grammar យើងចេះ grammar ឯងបរៀនមក there ហ្នឹងអីគេ there is a possessive adjective ឃើញអត់វាឲ្យ example មកទៀត there care there រយៈពេលទៅ3ខែអនឯង grammar ប្រកាសជាខ្លាចទៅជាកំពូលនៃការប្រើ AI តោះមកវាឲ្យយើងអូនត្រូវការ log in ណាឬក៏ sign up for free ឥឡូវ sign up continue with Google ឬក៏ with phone នេះមក account Gmail ឆើអើកុំមើលអាលេងហ្នឹងឯងហើយឆើ sign up ក៏មួយទូរស័ព្ទមើលកើតអត់តែសម្រាប់ឆើចង់ឲ្យអូនប្រើចេះបង្កើត Google ហ្នឹងមកបើយប់ហ្នឹងធ្វើ Google មកតែគេមាន Google account ខ្លះ 1 2 3ឥឡូវវាមាន3ចំណុចមួយ Apple មួយ email ឬក៏មួយទូរស័ព្ទឆើឲ្យអូនប្រើមួយ Google account Gmail អស់ហើយណាតោះសង្ខេបដំបូង teacher tell you about what using AI with Gemini អូខេចេះអូខេទៅ AI use with what website អីចំណុចទីដំបូង teacher tell you about what generate brainstorm ទី2តបបាទ number 3 number 4 number 5 creating Gmail account ឥឡូវឆើចង់និយាយខ្មែរតើ make ជាអ្វី in English
What is the sky No យើងអត់ចង់បានអញ្ចឹងឯងស្គី What is the sky អត់យល់ copy មកខ្ជិលស្អីឡើងវិញតើមេឃតើពាក្យមេឃខ្ញុំភ្លេចពាក្យអញ្ចឹងមកវាស្ដាប់វាមិនយល់តើពាក្យមេឃខ្ញុំមើលឃើញទេម៉ាក់ក្មេកម៉ាក់ក្មេកគ្រូពាក្យមេឃគឺ sky យល់អត់ sky love sand sand love hap yeah ហើយដែរបានchờឲ្យអូនប្រើ AI ជំនាន់ឈើគេបងលុយរៀនគួរបងលុយឈើមានកម្មវិធីមួយសម្រាប់បរៀនកូដស្គាល់កូដអត់ភាសាកុំព្យូទ័រឈើបងលុយមួយខែ$20តែនេះឈើប្រើមួយ AI បរៀនឈើដឹងថាគឹមហាប់មួយសានធ្លាប់ដើរមួយគ្នាមិនទៀតឈើដឹងទៀតមកសួរតា Hello do you know Kim San បានយើងថតបើយកចេះតែយើងថតទៅគ្រប់ដឹងមកខ្មែរវាដឹងខ្មែរទៀតខ្មែរ name which is cute តើយកមានអ្នកគេឆាតមួយ AI ទៅណា Kim San ឬក៏ Kim San it is cute and gentle Kim មានន័យថា goal San មានន័យថាស្ងប់មាសស្ងប់ No Kim San is crazy មកទៅនៃ jokingហេតុអីបានធ្វើដូច Kim San today AI នេះបោកដឹង acting so Kim San today ដែលលឺអត់ចឹងដល់ពេលដែលឯងអត់ឈើហេតុអីបានឈើដឹងថាណៃប្រើ AI ដោយសារភាសាចេញមកវាអត់យល់ន័យគ្នាគេ don't understand ហេតុអីថ្ងៃនោះដូច Kim San ថ្ងៃហ្នឹងហើយ Kim San តុកមួយហ៎ AI អញ្ចឹងផលប្រយោជន៍ប្រើ AI can help you តែ not 100% Be careful ឧទាហរណ៍ present Today I talk about Kim San Play Kim San so good so happy គេសាប់យល់អត់ No អានោះគេថាណែអត់មានគ្រូចាចុះបើយើងយក mistake របស់ ChatGPT ទៅសួរ Gemini Yeah you can do it whatever you want Okay can you write homework now take out your homework book please Okay, this with all, where can you find it?